នារីសៀមម្នាក់យកបុរសបងប្អូនកូនភ្លុះពីរនាក់ធ្វើជាប្តីនារីជនជាតិថៃម្នាក់បានអះអាងអំពីទំនាក់ទំនងស្នេហារបស់នាងជាមួយបុរសពីរនាក់ជាបងប្អូនកូនភ្លោះថាជារឿងពិតមិនមែនជារឿងសម្ដែងនោះទេហើយរឿងរ៉ាវស្នេហារបស់ពួកនាងបានផ្ទុះឡើងយ៉ាងខ្លាំងបន្ទាប់ពីคลิปវីដេអូ TikTok មួយត្រូវបានបង្ហោះអំពីការប្រារព្ធពិធីខួបកំណើតរបស់នាងនេះបើតាមកាសែតថៃខៅសូតបានផ្សាយកាលពីថ្ងៃអាទិត្យទី18ខែមករាឆ្នាំ2026คลิปវីដេអូនោះត្រូវបានបង្ហោះកាលពីថ្ងៃសៅរ៍ទី17ខែមករាដោយបានបង្ហាញពីបុរសពីរនាក់ដែលមានមុខមាត់ដូចគ្នាបេះបិទបានកាន់នំខេកម្នាក់មួយយកមកធ្វើឲ្យនាងភ្ញាក់ផ្អើលហើយពួកគេបានចាប់អោបនាងថាផ្ទាល់របស់នាងម្នាក់ម្ខាងคลิปវីដេអូនេះបានតាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈអ្នកនិយមលេងបណ្ដាញសង្គមជាច្រើនបានចោទសួរថាតើនេះជាទំនាក់ទំនងស្នេហាពិតប្រាកដរបស់ពួកគេឬវាគ្រាន់តែជាការថតសម្ដែងសម្រាប់ការមើលកម្សាន្តនារីជនជាតិថៃម្នាក់នេះត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះហ្វាសបានបញ្ជាក់ថានេះជាទំនាក់ទំនងស្នេហាពិតប្រាកដរបស់ពួកនាងនៅលីវហើយមិនមានសកម្មភាពស្វែងរកដៃគូនោះទេហើយក្រោយមកនាងបានជួបបុរសបងប្អូនជាកូនភ្លោះទាំងពីរនាក់បុរសទាំងពីរនាក់បានស្រឡាញ់នាងក្នុងពេលដំណើរគ្នាហើយទំនាក់ទំនងស្នេហារបស់ពួកនាងកាន់តែស៊ីជម្រៅនៅក្នុងបេះដូងបន្តិចម្ដងរហូតមកដល់ពេលនេះនារីជនជាតិថៃរូបនេះបានបន្តថានៅទីបំផុតពួកនាងទាំង3បានព្រមព្រៀងគ្នានៅក្នុងទំនាក់ទំនងស្នេហារវាងនារីម្នាក់និងបុរសពីរនាក់ដែលបានរួមរស់នៅជាមួយគ្នាអស់រយៈពេលជាង1ឆ្នាំកន្លងមកហើយទាំងគ្រួសាររបស់នាងនិងគ្រួសារខាងប្រុសក៏បានដឹងអស់ហើយនិងព្រមទទួលយកទំនាក់ទំនងបែបនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកនាងគឺពួកនាងទាំង3រួមរស់នៅជាមួយគ្នានិងជួយគ្នាទៅវិញទៅមកបុរសជាបងប្អូនកូនភ្លោះទាំងពីរបានខិតខំប្រឹងប្រែងធ្វើការនិងរកប្រាក់ចំណូលប្រចាំថ្ងៃខណៈនាងជាប្រពន្ធជាអ្នកគ្រប់គ្រងលើការចំណាយក្នុងគ្រួសារនិងរៀបចំផែនការសម្រាប់អនាគតរួមគ្នារបស់ពួកនាងទាំង3នាក់នារីជនជាតិថៃរូបនេះបានឆ្លើយតបចំពោះសំណួរតាមអ៊ីនធឺណិតអំពីការមានកូនថាប្រសិនបើនាងមានផ្ទៃពោះគឺមានតែការធ្វើតេស្ត DNA ទើបអាចកំណត់ដឹងថាអ្នកណាជាឪពុកបង្កើតរបស់កូននោះដូច្នេះឈ្មោះត្រឹមត្រូវក៏អាចនឹងត្រូវចុះនៅក្នុងបញ្ជីសម្បត្តិកំណើតប៉ុន្តែកូនទាំងអស់នឹងហៅបុរសទាំងពីរនាក់នេះជាឪពុកដូចគ្នា